ទំលាប់ឈឺចាប់ច្រើនដងពេកទៅជាធម្មតាមិនមែនមានតែយើងម្នាក់ដែលជួបវិបត្តិស្នេហាអារម្មណ៍ឯកាបងរៀនឲ្យបេះដូងរឹងមាំ